សួស្តីសិក្ខាកាមទាំងអស់គ្នាខ្ញុំបាទឈ្មោះជាអេងកំស្រៀងជាគ្រូនៃសាលាជាតិពន្ធដារថ្ងៃនេះដែរខ្ញុំនឹងមកធ្វើបទបង្ហាញស្ដីពីការអនុវត្តអក្សរលើតម្លៃបន្ថែមចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកចឹងនៅក្នុងមេរៀននេះយើងមានទាំងអស់15ចំណុចបាទចំណុចទី1នេះយើងនឹងសិក្សាអំពីច្បាប់និងបទបញ្ញត្តិពាក់ព័ន្ធទី2ស្ដីអំពីគោលបំណងនិងវិសាលភាពនៃការអនុវត្តពាក់ព័ន្ធទៅនឹងប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកទី3និយមន័យទី4បុគ្គលចរកបាទតើអ្វីទៅជាបុគ្គលចរកទី5ពេលគ្រប់គង់បាទតើពេលគ្រប់គង់នៅពេលណាបាទទី6កាតព្វកិច្ចចុះបញ្ជីអក្សរលើឡាយបន្ថែមសាមញ្ញទី7កាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធរបស់អ្នកជាប់ពន្ធទាំងអនិវាសិកជននិងអ្នកជាប់ពន្ធតាមបទស្វ័យប្រកាសបាទទី8នេះអនុទានអក្សរលើធាតុចូលនិងការគ្រប់គ្រងបញ្ចុះអក្សរទី9ការចេញវិក័យប័ត្របាទតើអ្នកជាប់ពន្ធអនុសាសនជននឹងគាត់ត្រូវចេញវិក័យប័ត្រតាមរបៀបណាបាទទី10នេះមធ្យោបាយទូទាត់ប្រាក់ពន្ធរបស់អ្នកជាប់ពន្ធអនុសាសនជន11អត្រាប្រូប្រាក់12ការអនុគ្រោះកាតព្វកិច្ចពន្ធនិងអក្សរ13បណ្ដឹងតវ៉ានឹងការបញ្ឈប់អាជីវកម្មរបស់អ្នកជាប់ពន្ធអនុសាសនជន14ទោសទណ្ឌហើយនឹងចំណុចចុងក្រោយនេះគឺពាក់ព័ន្ធទៅនឹងករណីសិក្សាបាទអញ្ចឹងយើងចូលមកដល់ចំណុចទី1បាទទី1នេះគឺពាក់ព័ន្ធទៅនឹងច្បាប់និងបទបញ្ញត្តិពាក់ព័ន្ធទៅនឹងការអនុវត្តអក្សរឡាយបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកអញ្ចឹងយើងមានច្បាប់ស្តីពីសារពើពន្ធបាទដែលដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី16ខែឧសភាឆ្នាំ2023បាទយើងមានច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកចុះថ្ងៃទី2ខែវិច្ឆិកាឆ្នាំ2019តបមកទៀតរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញអនុក្រឹត្យលេខ65បាទស្តីពីការអនុវត្តអក្សរឡាយបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបាទហើយជាមួយគ្នានេះដែរក៏យើងបានបញ្ចូលខ្លឹមសារនៃអនុក្រឹត្យលេខ65ទាំងអស់ហ្នឹងនៅក្នុងអនុក្រឹត្យលេខ49បាទស្តីពីអក្សរលើឡាយបន្ថែមត្រង់ចំពោះទី11រហូតដល់មាត្រាទី41បាទជាមួយគ្នានេះដែរក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុក៏បានដាក់ចេញនៅប្រកាសលេខ542បាទស្តីពីវិធាននិងនីតិវិធីនៃការអនុវត្តអក្សរឡាយបន្ថែមចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបាទដើម្បីដាក់អនុវត្តបានហ្នឹងអគ្គនាយកដ្ឋានពន្ធដារក៏បានដាក់ចេញផងដែរនៅស្តីណែនាំលេខ2522បាទស្តីពីការអនុវត្តអក្សរឡាយបន្ថែមចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដើម្បីបញ្ជាក់លម្អិតអំពីនីតិវិធីក្នុងការអនុវត្តហើយជាមួយគ្នានេះដែរហ្នឹងអគ្គនាយកដ្ឋានពន្ធដារក៏បានដាក់ចេញផងដែរនៅស្តីណែនាំលេខ6900បាទស្តីពីការដាក់ឲ្យអនុវត្តការដាក់លិខិតប្រកាសតាមប្រព័ន្ធ e-filing ពាក់ព័ន្ធទៅនឹងការដាក់លិខិតប្រកាសទៅលើវិធីកាត់កជំនួសបាទដើម្បីឲ្យអ្នកជាប់ពន្ធមានភាពងាយស្រួលក្នុងការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធនៅក្នុងប្រព័ន្ធហើយជាមួយគ្នានេះដែរក៏បានដាក់ចេញផងដែរនៅស្តីណែនាំលេខ13099បាទស្តីពីការដាក់អនុវត្តប្រព័ន្ធ e-commerce tax system បាទប្រព័ន្ធនេះគឺសម្រាប់ប្រើប្រាស់ចំពោះអ្នកជាប់ពន្ធអនុសាសនជនដែលគាត់នៅខាងក្រៅប្រទេសគាត់អាចធ្វើការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធតាមប្រព័ន្ធនេះបានហើយចុងក្រោយនេះអគ្គនាយកដ្ឋានពន្ធដារក៏បានដាក់ចេញផងដែរនៅស្តីណែនាំលេខ2520បាទស្តីណែនាំលេខ2520នេះគឺជាស្តីណែនាំដើម្បីកែសម្រួលទៅលើការអនុវត្តអក្សរឡាយបន្ថែមទៅលើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានន័យថាស្តីណែនាំនេះមានការកែសម្រួលទៅលើចំណុចមួយចំនួនពីស្តីណែនាំចាស់ចឹងយើងចូលមកដល់ចំណុចទី2ចំណុចទី2នេះគឺគោលបំណងនិងវិសាលភាពនៃការរៀបចំបទបញ្ញត្តិក៏ដូចជាការអនុវត្តអក្សរឡាយបន្ថែមចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបាទគោលបំណងហ្នឹងគឺដើម្បីកំណត់អំពីលក្ខខណ្ឌពិសេសនិងដើម្បីដាក់ចេញនូវយន្តការអនុវត្តអក្សរឡាយបន្ថែមទៅលើទំនិញ Digital ឬសេវា Digital ដែលធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពីខាងក្រៅរាជាណាចក្រកម្ពុជាចូលមកក្នុងកម្ពុជាហើយការផ្គត់ផ្គង់នោះធ្វើឡើងដោយអ្នកជាប់ពន្ធអនុសាសនជនដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍នៅកម្ពុជាបាទចំពោះវិសាលភាពវិញគឺគេអនុវត្តចំពោះតែការផ្គត់ផ្គង់ទំនិញ Digital ឬសេវា Digital ដែលធ្វើឡើងដោយអ្នកជាប់ពន្ធអនុសាសនជនហើយការផ្គត់ផ្គង់នេះធ្វើឡើងពីខាងក្រៅកម្ពុជាចូលមកកម្ពុជាតែប៉ុណ្ណោះបាទដោយឡែកចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលធ្វើឡើងនៅក្នុងកម្ពុជាគឺត្រូវអនុវត្តស្របតាមច្បាប់និងបទបញ្ញត្តិស្តីពីពន្ធដារជាធរមានបាទអញ្ចឹងបានន័យថាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលធ្វើឡើងនៅក្នុងកម្ពុជាគឺគាត់ត្រូវអនុវត្តគ្រប់ប្រភេទពន្ធបាទគ្រប់ប្រភេទពន្ធទាំងអស់ត្រូវបង់ពន្ធគ្រប់ប្រភេទទាំងអស់ទៅតាមការជួញដូររបស់គាត់ណាការធ្វើអាជីវកម្មរបស់គាត់ជាប្រចាំបាទ
cho nên chia sample đấy bà chia cùng ru này bridge cam tam bọc electronic bà chẳng bridge cam tam bọc electronic và lại chọc pôn được không sọc đấy nhưng khơi tham miên đôi chia Grab đấy pass app nhằm mà phải buôn này food panda chỉ đám đấy chia bridge cam đấy chồng chi được không sọc bà chỉ lại chọc pôn tam bỏ sai cả đời like ca là what bỏ dương vẽ pon từ nâng bridge cam tam bọc electronic đấy ca dọc VAT từ lơ bridge cam tam bọc electronic ní cứ dương dọc tái từ lơ cầm hốn đá thua bridge cam tam bọc electronic bị càng cái cho một cam chip vào nó bà chẳng được không nó miên là ti ho nó chưa cầm hốn bà Meta bà Microsoft rồi có Google đấy bà App Store rồi có Google Play Store và Google ấy chỉ đàm được bà chứ cho một đào chùm là tỷ 7 mà chùm là tỷ 7 này cứ ông pi này dùng này mà dùng này ní dùng đọ xoang tại bị cần lực sầm khăn đấy đã nó vọt được nóng cho bạn nó vọt vào nhặt bà dương do mà bỏ xài chun tại phần nọ bà thì mùi này cứ bịa tụm lính đi thò và tụm lính đi thò nó cứ sầm đáy đó tụm lính à rụp ấy tại tới ba mình chia tính cột cung nên mình chun thằng xoang tam và pòn lại cho địch chắc tụm lính đi thò nó miền địch là bà tụm lính đi thò nó miền oti ho đôi chia application và rồi có game đấy software và software bỏ Microsoft Office ấy dân từ chị đàm bà chẳng tầng on nó kia chat tốt chia tụm lính đi thò bà chứ lại lấy trong pua sẽ bán đi thò mình ta sẽ bán đi thò nó miền ấy là đấy sẽ bán đi thò nó cứ sầm đá từ đó sẽ bán đại tới thưa bảo cá tam và pòn electronic đấy chứ sẽ bán đại thưa bảo cá tam pòn electronic cứ chat tốt chia sẽ bán đi thò chứ sẽ bán đi thò nó dương ai lượng chia tia ho bán đôi chia sẽ bán cất cung từ lơ cam sắp sai được cam và càng thưa sai được cam tam và pòn Facebook đấy tam TikTok ấy nứng chia sẽ bán đi thò rồi có sẽ bán đấy miên lạc nặng chia ca bậc xa đòi dụ bò đấy tam và pón online và ca đòi dụ bò tam email rồi có ca thưa tam video conference này nó có chat tốt chia sẽ bán đi thò phòng này bà bịa mới tiện đấy cứ bịa bridge cam tam và pon lại cho nên bà bịa bridge cam tam pon lại cho nên cứ sầm đá đó scam hiệp tinh lụa chuột đấy plak đô tụm nính như sẽ bán đòi robin cho tam scam hiệp bridge cam nâng rập vào bên ní tam và pon lại cho nên và chắc ở đây để dương sắc xa nơi ngày ní cứ dương sắc xa tại bẹ pon từ nâng cá dọc pun đấy co lên làm thêm mua bridge cam tam pon lại cho nên chắc ở đây là dương dọn cái dương do tại lớp tụm lính đi thò nó sẽ đi thò bên đó để lấy việc để cam tam pon để cái này nít cứ dương cái đau chỉ ruộng đấy bạn này chỉ tự việc ruộng đấy cá thua để cam tam pon để cho nên trong về miền tầng tăng vì lụa tụm lính rụp bay và lụa tụm lính rụp bay ở tại thua lang tam online cứ chỉ để cam tam pon để cho nên và ba dương châu mà đo việc thna ở cho nên đấy platform operator nó cứ sầm đáy đó lại cho pôn là chuẩn và để có công sẽ hóa từ tua ca từ toát nâng và cô từ đến gì thó lưu sẽ hóa đi thó chu nè tình tam là dạ thế nào là tình và quát nông niếm nè cột công anh sẽ chuẩn tam và pon là tình và chứ cái này ban đây tha thế nào là tình ý cứ quát đôi chip xa môi dừng và còn và ca chỉ platform muối đại dương anh hai ca tha chip xa chứ và chip xa nó nè lụa mà nẹp cột cung nó còn ai do tụm ninh và quạt đấy tụm ninh đi thò và quạt nó do từ lụa nên lợp xa này bà từ lợp thằng nào lần tới hay khang bọt bạc co thằng nào lắm quạt thua ca cột cung tụm ninh nắng chua oi nè lụa hay từ tua ca từ toát nâng bạc co tụm ninh từ oi nè tình bà chua oi nè lụa chứ là nó người ti ho nó chia tha App Store đấy App Store rồi có Play Store và Google tầng ở nắng chia và bạn có thế nào để cho cam tam pon lên trên này chắc như cho một đo biện B2B mà B2B này cứ chia bạc bạc cá có công tụm này như sự hóa bị sạc cái mỗi từ sạc cái một tiền và để lấy biện B2C mình B2C ban đây tha chỉ cam có công tụm này như sự hóa bị sạc cái tới nẹp ra chắc B2B bị sạc cái từ sạc cái B2C cam cột cống tụm này như sự hóa bí sạc cái tên nẹp ra và bị trong cái nó cứ bị reverse charge và reverse charge này cứ chia vị thi xa đây bậc cố từ tua cam cột cống và ban này thành nạ tính chia vị thi xa đây nạ tính ban tính tụm này đi thó rồi sự hóa đi thó tam và pon lên trên nick hỏi có thời kích có làm thám chùm nua oi nẹp cột cùng và trong ban này tha
វិធីសាស្ត្រ reverse ឆាយនេះគឺគាត់ត្រូវឆាយខ្លួនឯងបាទឆាយវិធីខ្លួនឯងហើយយកមកប្រកាសបង់ជូនរដ្ឋបាលសម្ប្រពន្ធជួសឲ្យអ្នកគ្រប់គ្រងអនុស្សជនបាទយើងចូលមកដល់ចំណុចទី4បាទចំណុចទី4នេះគឺបុគ្គលចកបាទបុគ្គលចកនៅក្នុងការអនុវត្តបទបញ្ញត្តិរបស់យើងនេះគឺមាន2ទី1ជាអ្នកចាប់ពន្ធអនុស្សជននឹងអ្នកចាប់ពន្ធអនុស្សជនដែលគាត់ធ្វើការផ្គត់ផ្គង់ទំនិញ digital ឬសេវា digital បាទរួមបញ្ចូលទាំងប្រតិបត្តិការថ្នាក់ពាណិជ្ជកម្មតាមព័ន្ធអេឡិចត្រូនិកពីខាងក្រៅកម្ពុជាចូលមកក្នុងកម្ពុជាហ្នឹងដែលគាត់មានកម្រិតផលបទៅចុះបញ្ជីអកឡើងថែមសាមញ្ញបាទអញ្ចឹងអ្នកចាប់ពន្ធអនុស្សជនដែលគាត់ផ្គត់ផ្គង់ទំនិញ digital សេវា digital ហើយគាត់មានកម្រិតផលបដល់កម្រិតត្រូវចុះបញ្ជីអកឡើងថែមសាមញ្ញគឺចាត់ទុកជាបុគ្គលចកនៅក្នុងខ្លឹមសារនៃការអនុវត្តបទបញ្ញត្តិរបស់យើងនេះបាទហើយបុគ្គលចកទី2ហ្នឹងគឺជាអ្នកចាប់ពន្ធតាមបបផ្សាយឱកាសបាទអ្នកចាប់ពន្ធតាមបបផ្សាយឱកាសដែលគាត់ទទួលការផ្គត់ផ្គង់ណាបាទន័យថាគាត់ជាអ្នកទិញណាបុគ្គលតាមរបបផ្សាយឱកាសដែលជាអ្នកទិញទំនិញសេវា digital ពីអ្នកចាប់ពន្ធអនុស្សជនតាមប្រព័ន្ធអេឡិចត្រូនិកបាទអញ្ចឹងអ្នកចាប់ពន្ធតាមរបបផ្សាយឱកាសក៏ជាបុគ្គលចកផងដែរនៅក្នុងការអនុវត្តនៃបទបញ្ញត្តិរបស់យើងនេះចឹងយើងចូលមកដល់ចំណុចទី5បាទចំណុចទី5ពេលគ្រប់គង់បាទពេលគ្រប់គង់គឺជាពេលដែលត្រូវគិតអកលើឡើងថែមបាទអញ្ចឹងដោយបុគ្គលចករបស់យើងមាន2អញ្ចឹងពេលគ្រប់គង់របស់យើងក៏បែងចែកជា2ផងដែរបាទទី1ហ្នឹងគឺចំពោះអ្នកចាប់ពន្ធអនុស្សជនបាទអញ្ចឹងអ្នកចាប់ពន្ធអនុស្សជននេះពេលគ្រប់គង់របស់គាត់គឺជាពេលមុនគេក្នុងចំណោមពេលដែលត្រូវចេញកាយប័ត្រឬពេលទំនិញ digital ត្រូវបានប្រកល់ឬសេវា digital ត្រូវបានបំពេញឬការទូទាត់ត្រូវបានទទួលបាទដោយឡែកចំពោះអ្នកចាប់ពន្ធតាមបបផ្សាយឱកាសវិញអ្នកចាប់ពន្ធតាមបបផ្សាយឱកាសដែលគាត់ទិញទំនិញ digital សេវា digital ហ្នឹងគាត់ត្រូវគិតអកចំនួនណាអ្នកផ្គត់ផ្គង់ហ្នឹងនៅពេលផ្គត់ផ្គង់ដូចគ្នាបាទអញ្ចឹងពេលផ្គត់ផ្គង់របស់គាត់គឺជាពេលមុនគេក្នុងចំណោមពេលដែលទំនិញ digital ត្រូវបានទទួលឬសេវា digital ត្រូវបានបំពេញឬការទូទាត់ដល់កំណត់ឬបានទូទាត់បាទយើងចូលមកដល់ចំណុចទី6បាទចំណុចទី6នេះគឺកាតព្វកិច្ចចុះបញ្ជីអកលើ line time សាមញ្ញបាទអញ្ចឹងកាតព្វកិច្ចចុះបញ្ជីអក line time សាមញ្ញនេះគឺយើងអនុវត្តចំពោះតែអ្នកជាប់ពន្ធអនុស្សជនប៉ុណ្ណោះបាទអញ្ចឹងអ្នកជាប់ពន្ធអនុស្សជនដែលគាត់ធ្វើការផ្គត់ផ្គង់ទំនិញ digital ឬសេវា digital ចូលមកក្នុងប្រជាជាតិកម្ពុជាដែលគាត់មានផលរបរប៉ាន់ស្មានប្រចាំឆ្នាំចាប់ពី250លានរៀលឡើងទៅឬក៏ផលរបររំពឹងទុកក្នុងរយៈពេល3ខែជាប់គ្នាណាមួយចាប់ពី60លានរៀលឡើងទៅគឺគាត់ត្រូវមានកាតព្វកិច្ចចុះបញ្ជីអកឡើងថែមសាមញ្ញបាទនៅកម្ពុជាឲ្យបានស្រេចបាច់ក្នុងរយៈពេល30ថ្ងៃក្រោយផលរបរដល់កំណត់ត្រូវចុះបញ្ជីបាទចឹងនេះជារំហោនៃការចុះបញ្ជីបាទតើអ្នកជាអ្នកផ្គត់ផ្គង់អនុស្សជនដែលធ្វើការផ្គត់ផ្គង់ទំនិញ digital ឬសេវា digital តាមប្រព័ន្ធអេឡិចត្រូនិកមកក្នុងកម្ពុជាឬទេបាទអញ្ចឹងបើក្នុងករណីគាត់មិនបានផ្គត់ផ្គង់មកទេគឺមិនតម្រូវឲ្យធ្វើការចុះបញ្ជីអកឡើងថែមសាមញ្ញនៅកម្ពុជានោះទេបាទប៉ុន្តែបើក្នុងករណីគាត់មានការផ្គត់ផ្គង់អញ្ចឹងយើងត្រូវសួរគាត់បន្ថែមទៀតតើអ្នកមានគ្រឹះស្ថានអចិន្ត្រៃយ៍នៅកម្ពុជាដែរឬទេបាទបើក្នុងករណីគាត់គ្មានគ្រឹះស្ថានអចិន្ត្រៃយ៍បាទហើយគាត់មានផលរបរបាទចាប់ពី250លានរៀលឡើងទៅគឺគាត់ត្រូវធ្វើការចុះបញ្ជីអកឡើងថែមសាមញ្ញប៉ុន្តែយើងត្រូវសួរគាត់បន្តបន្ថែមទៀតតើអ្នកមានប្រតិបត្តិការតែជាមួយសហគ្រាសបុត្រសម្ព័ន្ធឬសាខានៅកម្ពុជាឬទេបាទបើក្នុងករណីគាត់មានណាមានប្រតិបត្តិការតែជាមួយសហគ្រាសបុត្រសម្ព័ន្ធឬសាខានៅកម្ពុជាអញ្ចឹងគាត់អត់តម្រូវឲ្យធ្វើការចុះបញ្ជីទេបាទប៉ុន្តែសហគ្រាសបុត្រសម្ព័ន្ធឬសាខារបស់គាត់នៅកម្ពុជាហ្នឹងក៏ត្រូវជូនដំណឹងមកអគ្គនាយកដ្ឋានពន្ធដារពាក់ព័ន្ធទៅនឹងការផ្គត់ផ្គង់ណារវាងក្រុមហ៊ុនមេនិងកូននឹងបាទប៉ុន្តែបើក្នុងករណីគាត់មិនមានការផ្គត់ផ្គង់មកតែសហគ្រាសបុត្រសម្ព័ន្ធហើយគាត់បានន័យថាគាត់ផ្គត់ផ្គង់ទូទៅណាបាទគាត់ផ្គត់ផ្គង់ទូទៅគ្រប់ភេទអ្នកជាប់ពន្ធណាអញ្ចឹងគាត់ត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីអកឡើងថែមសាមញ្ញមកអគ្គនាយកដ្ឋានពន្ធដារអញ្ចឹងវិធីសាស្ត្រនៃការចុះបញ្ជីហ្នឹងគឺមាន2វិធីសាស្ត្រទី1គាត់អាចចុះបញ្ជីតាមអនឡាញបាទទី2គាត់អាចចុះបញ្ជីដោយផ្ទាល់អញ្ចឹងគាត់ចុះបញ្ជីតាមអនឡាញគឺគាត់ត្រូវទៅចូលតាមគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារដោយទៅស្វែងរកមុខងារ e-commerce tax system ណាគាត់អាចចុះបញ្ជីតាមប្រព័ន្ធ e-commerce tax system នេះបាន
để like ក្នុងករណីគាត់ចុះបញ្ជីដោយផ្ទាល់បាទគាត់ចុះបញ្ជីដោយផ្ទាល់គឺគាត់អាចស្នើសុំចុះបញ្ជីតាមរយៈការប្រើប្រាស់ភ្នាក់ងារសេវាកម្មពន្ធដារបាទឲ្យជួយក្នុងសម្រាប់ក្នុងការចុះបញ្ជីជូនគាត់បន្ទាប់ពីចុះបញ្ជីរួចណាបន្ទាប់ពីចុះបញ្ជីរួចរាល់ចៅយុទ្ធានពន្ធដារនឹងចេញលិខិតបាទបញ្ជាក់ចំពោះការចុះបញ្ជីក្នុងរយៈពេល7ទៅ10ថ្ងៃនៃថ្ងៃធ្វើការបាទអញ្ចឹងអគ្គនាយកដ្ឋានពន្ធដារនឹងចេញលិខិតទៅវិញហ្នឹងមាន3ណាទី1ងារបានបាត់ចុះបញ្ជីអកលថែមសាមញ្ញបាទទី2បានសម្គាល់ការចុះបញ្ជីនិងទី3នេះលិខិតជូនដំណឹងស្ដីពីការបំពេញកាតព្វកិច្ចពាក់ព័ន្ធទៅនឹងការចុះបញ្ជីនេះផងដែរកម្រៃសេវាក្នុងការចុះបញ្ជីគឺ40,000 រៀលបាទកម្រៃសេវាបច្ចុប្បន្នភាព20,000 រៀលដោយសហគ្រាសទូទៅនៅក្នុងស្រុកផងដែរអញ្ចឹងនេះជាឯកសារតម្រូវណាសម្រាប់ការចុះបញ្ជីអកលថែមសាមញ្ញបាទទី1នេះគឺគាត់ត្រូវបំពេញពាក្យស្នើសុំចុះបញ្ជីអតបសាមញ្ញបាទដែលមានទម្រង់ NR76 ហើយទី2នេះគាត់ត្រូវមានវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីរបស់អ្នកចាប់ពន្ធអនុស្សាវជនអញ្ចឹងវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីរបស់អ្នកចាប់ពន្ធអនុស្សាវជននេះគឺចេញដោយស្ថាប័នដែលអ្នកចាប់ពន្ធអនុស្សាវជននោះគាត់ស្ថិតនៅបាទអញ្ចឹងកន្លែងនេះបានន័យថាមិនបានចេញដោយក្រសួងពាណិជ្ជកម្មនៅកម្ពុជានោះទេណាបានន័យថាគាត់អត់មានត្រូវមកចុះបញ្ជីក្រសួងពាណិជ្ជកម្មនៅកម្ពុជាទេគឺគាត់អាចយកវិញ្ញាបនបត្រដែលគាត់ចុះបញ្ជីនៅខាងក្រៅស្រុកយកមកធ្វើការចុះបញ្ជីអកលថែមសាមញ្ញនៅកម្ពុជាបាទទី3នេះគឺឯកសារបញ្ជាក់អត្តសញ្ញាណបាទដែលមានសម្បូរភាពរបស់ម្ចាស់ឬអ្នកតំណាងបាទអញ្ចឹងឯកសារនេះគឺជាលិខិតឆ្លងដែនណាបាទទី4រូបថតបច្ចុប្បន្នមិនលើសពី3ខែណាទំហំ 35x45 មីលីម៉ែត្រផ្ទៃខាងក្រៅពណ៌សបាទចំនួន2ស្លឹករបស់នាយកម្ចាស់ឬអ្នកតំណាងបាទហើយចុងក្រោយនេះគឺគាត់ត្រូវមានលិខិតបញ្ជាក់ព័ត៌មានគណនីធនាគាររបស់គាត់ណារបស់អ្នកចាប់ពន្ធអនុស្សាវជនដែលចេញដោយប្រព័ន្ធធនាគាររបស់អ្នកចាប់ពន្ធអនុស្សាវជននោះស្ថិតនៅណាបើសិនជាអ្នកចាប់ពន្ធអនុស្សាវជននោះគាត់នៅសិង្ហបុរីគាត់ចុះបញ្ជីនៅសិង្ហបុរីអញ្ចឹងគាត់ត្រូវយកឯកសារបញ្ជាក់ព័ត៌មានគណនីធនាគារនេះពីសិង្ហបុរីយកមកចុះបញ្ជីអកលថែមសាមញ្ញនៅកម្ពុជាបាទអញ្ចឹងយើងចូលមកដល់ការផ្លាស់ប្ដូរព័ត៌មានណាការធ្វើបច្ចុប្បន្នភាពរបស់អ្នកចាប់ពន្ធអនុស្សាវជនចឹងអ្នកចាប់ពន្ធអនុស្សាវជនគាត់មានការធ្វើបច្ចុប្បន្នភាពហ្នឹងទៅលើ3មុខងារណាទី1ហ្នឹងគឺនាមករសហគ្រាសទី2ហ្នឹងសមាជិកភាពអ្នកគ្រប់គ្រងហើយនិងទី3ហ្នឹងគឺអាស័យដ្ឋានបាទអញ្ចឹងដើម្បីធ្វើបច្ចុប្បន្នភាពបានហ្នឹងគឺគាត់ត្រូវបំពេញព័ត៌មានទាំងអស់ណាព័ត៌មានចុងក្រោយរបស់គាត់ហ្នឹងគឺចូលនៅក្នុងទម្រង់ NR76 ហើយភ្ជាប់នៅឯកសារចុងក្រោយហ្នឹងដាក់ជូនការដ្ឋានពន្ធដារដើម្បីធ្វើបច្ចុប្បន្នភាពបាទនេះជាទម្រង់ NR76 បាទនេះជាគំរូណាគំរូងារបានបាត់ចុះបញ្ជីអកលថែមសាមញ្ញបាទគំរូលិខិតជូនដំណឹងស្ដីពីការពេញកាតព្វកិច្ចសារពើពន្ធនិងបានសម្គាល់ការចុះបញ្ជីពន្ធដារអញ្ចឹងអ្នកចាប់ពន្ធអនុស្សាវជនពេលគាត់ចុះបញ្ជីរួចរាល់គាត់ទទួលបានឯកសារទាំង3នេះបាទទី1នេះបានបាត់ចុះបញ្ជីអកលថែមសាមញ្ញបាទពីរនេះលិខិតជូនដំណឹងស្ដីពីការពេញកាតព្វកិច្ចនិងបានសម្គាល់ការចុះបញ្ជីពន្ធដារអញ្ចឹងយើងចូលមកដល់ចំណុចទី7នេះចំណុចទី7កាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធបាទដោយបុគ្គលចកយើងមាន2អញ្ចឹងកាតព្វកិច្ចដាក់លិខិតប្រកាសហ្នឹងក៏បែងចែកជា2ផងដែរអញ្ចឹងទី1នេះគឺយើងនិយាយអំពីកាតព្វកិច្ចរបស់អ្នកចាប់ពន្ធអនុស្សាវជនបាទអញ្ចឹងការដាក់លិខិតប្រកាសរបស់អ្នកចាប់ពន្ធអនុស្សាវជននេះមានដូចជាទី1នេះគឺពាក់ព័ន្ធទៅនឹងប្រតិបត្តិការ B2B បាទប្រតិបត្តិការ B2B នេះក្នុងករណីគាត់គត់គង់ទៅឲ្យអ្នកចាប់ពន្ធតាមបទស្វ័យប្រកាសបាទដែលបានផ្ដល់លេខទីនណាលេខអតបបាទឈ្មោះសហគ្រាសនិងលេខគណនីធនាគារទៅឲ្យអ្នកចាប់ពន្ធអនុស្សាវជនគឺគាត់មិនមានកាតព្វកិច្ចប្រមូលប្រាក់អកលថែមនោះទេបាទប៉ុន្តែគាត់ត្រូវបំពេញព័ត៌មានលម្អិតនៅក្នុងឧបសម្ព័ន្ធទី2នៃលិខិតប្រកាសអកលថែមទម្រង់ NR-VT01 បាទអញ្ចឹងបានន័យថា B2B គឺគាត់អត់មានកាតព្វកិច្ចប្រមូលអកលថែមទេដោយឡែកចំពោះប្រតិបត្តិការ B2C វិញបាទប្រតិបត្តិការគ្រប់គ្រងទៅឲ្យអ្នកប្រើប្រាស់ដែលមិនមែនជាអ្នកចុះបញ្ជីតាមរបបផ្សាយប្រកាសណា B2C បានន័យថាគ្រប់គ្រងទៅឲ្យរូបវ័ន្តបុគ្គលទូទៅណាអញ្ចឹងក្នុងករណីគាត់គ្រប់គ្រងទៅលើប្រតិបត្តិការ B2C នេះគឺគាត់ត្រូវមានកាតព្វកិច្ចប្រមូលអកលថែមតាមមាត្រា 10% បាទហើយបំពេញព័ត៌មានលម្អិតនៅក្នុងឧបសម្ព័ន្ធទី1នៃលិខិតប្រកាសទម្រង់ NR-VT01 ដែរបាទអញ្ចឹងចំពោះប្រតិបត្តិការ B2B អត់មានកាតព្វកិច្ចប្រមូលទេ
Đời lấy B2C có thểមានកាតព្វកិច្ចប្រមូល VAT និងបង់ជូនរដ្ឋបាលសាប្រពន្ធបាទអញ្ចឹងពាក់ព័ន្ធទៅនឹងការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធណារយៈពេលដាក់លិខិតប្រកាសរបស់គាត់ហ្នឹងគឺគាត់យ៉ាងយូរបំផុតត្រឹមថ្ងៃទី20នៃខែបន្ទាប់សម្រាប់ការដាក់ដោយផ្ទាល់បាទហើយសម្រាប់ការដាក់អនឡាញគឺត្រឹមថ្ងៃទី25នៃខែបន្ទាប់បាទដូចគ្នាទៅនឹងអ្នកជាប់ពន្ធទូទៅនៅក្នុងស្រុកផងដែរចឹងនេះជាឧទាហរណ៍ណាឧទាហរណ៍ពាក់ព័ន្ធទៅនឹងប្រតិបត្តិការ B2C អ្នកជាប់ពន្ធអនុស្សជនកបាទគាត់បានចុះបញ្ជីអកឡើងខាងសាមញ្ញនឹងបានផ្គត់ផ្គង់ទំនិញឌីជីថលដែលមានតម្លៃចុះកចំនួន$500បាទទៅឲ្យអ្នកប្រើប្រាស់ទូទៅនៅក្នុងរាជាណាចក្រកម្ពុជាដែលមិនមែនជាអ្នកជាប់ពន្ធតាមបទសង្កេតបាទអញ្ចឹងយើងមើលសមត្ថកម្មទៅឃើញថាអ្នកជាប់ពន្ធអនុស្សជនកនេះគាត់បានចុះបញ្ជីអកឡើងខាងសាមញ្ញបាទហើយការផ្គត់ផ្គង់របស់គាត់ហ្នឹងផ្គត់ផ្គង់ទៅឲ្យអ្នកប្រើប្រាស់ទូទៅបាទអញ្ចឹងយើងឃើញថាប្រតិបត្តិការនេះជាប្រតិបត្តិការ B2C ណាអញ្ចឹងប្រតិបត្តិការ B2C កាតព្វកិច្ចបង់ណាកាតព្វកិច្ចប្រមូលនិងបង់ប្រាក់អកគឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធអនុស្សជនបាទអញ្ចឹងដល់យើងផ្អែកទៅលើមូលដ្ឋាន$500គុណនឹង10%ឃើញ$50ណាអញ្ចឹងអ្នកជាប់ពន្ធអនុស្សជនគាត់ជាអ្នកប្រកាសនឹងបង់ប្រាក់អកនេះជូនរដ្ឋបាលសាប្រពន្ធចំនួន$50បាទអញ្ចឹងនេះជាទម្រង់ NR វិធី01ណាទម្រង់ដាក់លិខិតប្រកាសរបស់អ្នកជាប់ពន្ធអនុស្សជនពាក់ព័ន្ធទៅនឹងប្រតិបត្តិការពាណិជ្ជកម្មតាមពន្ធអេឡិចត្រូនិកបាទនេះជាការដាក់លិខិតប្រកាសតាមប្រព័ន្ធអនឡាញបាទអញ្ចឹងយើងចូលមកដល់កាតព្វកិច្ចដាក់លិខិតប្រកាសរបស់អ្នកជាប់ពន្ធតាមបទស្វ័យប្រកាសវិញបាទអញ្ចឹងអ្នកជាប់ពន្ធតាមបទស្វ័យប្រកាសដែលគាត់ទទួលការផ្គត់ផ្គង់ទំនិញឌីជីថលឬសេវាឌីជីថលពីអ្នកជាប់ពន្ធអនុស្សជនបាទដែលបានចុះបញ្ជីអកឡើងតាមសាមញ្ញក៏ដោយឬមិនបានចុះបញ្ជីអកឡើងតាមសាមញ្ញក៏ដោយគាត់ត្រូវប្រមូលបាទគាត់ត្រូវប្រមូលអកតម្លៃបន្ថែមតាមវិធីកកចំនួនណាដែលយើងហៅថា reverse charge នេះតាមអត្រា10%ទោះបីគាត់ទិញពីអ្នកដែលបានចុះបញ្ជីអកឡើងតាមសាមញ្ញក៏ដោយឬក៏មិនបានចុះបញ្ជីអកឡើងតាមសាមញ្ញក៏ដោយក៏គាត់ត្រូវមានកាតព្វកិច្ចប្រមូល VAT ណាហើយប្រកាសតាមយន្តការ reverse charge បាទអញ្ចឹងក្នុងករណីគាត់ទិញពីអ្នកចុះបញ្ជីអកឡើងតាមសាមញ្ញគាត់ប្រមូល VAT ហើយគាត់ត្រូវទៅបំពេញព័ត៌មានលម្អិតតាមក្នុងឧបសម្ព័ន្ធទី2នៃលិខិតប្រកាសទម្រង់ NR វិធី02បាទដែលឡែកក្នុងករណីគាត់ទិញពីអ្នកដែលមិនបានចុះបញ្ជីអកឡើងតាមសាមញ្ញគឺគាត់ត្រូវទៅបំពេញព័ត៌មានលម្អិតក្នុងឧបសម្ព័ន្ធទី1ណានៃលិខិតប្រកាសទម្រង់ NR វិធី02អញ្ចឹងបានន័យថាអ្នកជាប់ពន្ធតាមបទស្វ័យប្រកាសណាគាត់ទៅប្រកាសអកតាមយន្តការ reverse charge នេះទោះបីទិញពីអ្នកដែលចុះបញ្ជីក៏ដោយឬមិនបានចុះបញ្ជីអកឡើងតាមសាមញ្ញក៏ដោយបាទចឹងយើងចូលមកដល់ឧទាហរណ៍ណាឧទាហរណ៍ពាក់ព័ន្ធទៅនឹងប្រតិបត្តិការ B2B ណាអ្នកជាប់ពន្ធអនុស្សជនកបានផ្គត់ផ្គង់ទំនិញឌីជីថលមួយដល់ឲ្យក្រុមហ៊ុនខណាដែលក្រុមហ៊ុនខនេះជាបុគ្គលនិវាសជនជាប់ពន្ធតាមបទស្វ័យប្រកាសណាបាទចឹងអ្នកជាប់ពន្ធអនុស្សជនកហ្នឹងក៏បានចេញកាយប័ត្រដែលមានតម្លៃសរុបមិនរួមបញ្ចូលអកហ្នឹង$4,000បាទទៅឲ្យក្រុមហ៊ុនខបាទអញ្ចឹងយើងមើលទៅលើសមត្ថកម្មនេះឃើញថាប្រតិបត្តិការនេះជាប្រតិបត្តិការ B2B ណាបានន័យថាអ្នកជាប់ពន្ធអនុស្សជនកនេះគាត់លក់ទៅឲ្យក្រុមហ៊ុនណាក្រុមហ៊ុនជាអ្នកជាប់ពន្ធតាមបទស្វ័យប្រកាសអញ្ចឹងប្រតិបត្តិការនេះជាប្រតិបត្តិការ B2B អញ្ចឹងកាតព្វកិច្ចប្រមូលនិងបង់ប្រាក់អកគឺជាបន្ទុករបស់ក្រុមហ៊ុនដែលជាអ្នកជាប់ពន្ធតាមបទស្វ័យប្រកាសបាទអញ្ចឹងដែលផ្អែកទៅលើមូលដ្ឋាន$4,000គុណនឹង10%ស្មើនឹង$400ដូច្នេះក្រុមហ៊ុនខនេះគាត់ជាអ្នកមានកាតព្វកិច្ចប្រកាសនឹងបង់អកតាមវិធីកកចំនួន$400ជូនរដ្ឋបាលសាប្រពន្ធបាទនេះជាទម្រង់ NR វិធី02ចឹងនេះជាប្រព័ន្ធ e-filing បាទអ្នកជាប់ពន្ធតាមបទស្វ័យប្រកាសគាត់អាចទៅធ្វើការដាក់លិខិតប្រកាសនៅក្នុងប្រព័ន្ធ e-filing ណាការដាក់លិខិតប្រកាសទៅលើអកឡើងតាមវិធីកកចំនួនបាទយើងចូលមកដល់ចំណុចទី8ចំណុចទី8នេះស្ដីអំពីឥណទានអកលើធាតុចូលនិងការផ្គត់ផ្គង់បញ្ចប់អកបាទអញ្ចឹងចំពោះឥណទានអកលើធាតុចូលចំពោះការផ្គត់ផ្គង់ណាទំនិញឌីជីថលសេវាឌីជីថលពីអាជីវកម្មទៅអាជីវកម្មដែលយើងហៅថាប្រតិបត្តិការ B2B ណាអញ្ចឹងចំពោះប្រតិបត្តិការ B2B នេះប្រាក់អកដែល
អ្នកជាប់ពន្ធតាមបបស្រាយកាសគាត់បានបង់តាមវិធីកិត្តកជំនួសត្រូវអនុញ្ញាតឲ្យជាឥណទានអាករលើធាតុចូលវិញបាទអញ្ចឹងឥណទានអាករលើធាតុចូលហ្នឹងគឺគាត់ត្រូវអនុវត្តតាមបទបញ្ញត្តិនៃមាត្រាទី12ណានិងដល់18និងមាត្រាទី20នៃអនុក្រឹត្យស្តីពីអាករឡើងថែមអញ្ចឹងបានន័យថាអ្នកជាប់ពន្ធតាមបបស្រាយកាសគាត់បង់អាករតាមវិធីកិត្តកជំនួសហើយគាត់អាចស្នើសុំជាឥណទានអាករលើធាតុចូលដើម្បីកាត់កងជាមួយនឹងអាករធាតុចេញវិញបានបាទចឹងយើងចូលមកដល់ចំណុចមួយទៀតនេះគឺការគ្រប់គ្រងមិនជាប់អាករបាទការគ្រប់គ្រងមិនជាប់អាករគឺយើងមានចែងនៅក្នុងមាត្រា63នៃច្បាប់ផ្សេងផ្សាប្រពន្ធអញ្ចឹងបានន័យថាការគ្រប់គ្រងទំនិញ Digital សេវា Digital បាទឬរាល់សកម្មភាពពាណិជ្ជកម្មតាមព័ត៌មានដែលមានចែងនៅក្នុងមាត្រា63នៃច្បាប់ផ្សេងផ្សាប្រពន្ធហ្នឹងគឺចាត់ទុកជាការគ្រប់គ្រងមិនជាប់អាករបាទចឹងយើងចូលមកដល់ចំណុចទី9នេះពាក់ព័ន្ធទៅនឹងការចេញវិក័យប័ត្រអញ្ចឹងការចេញវិក័យប័ត្រនេះគឺយើងអនុវត្តចំពោះតែអ្នកជាប់ពន្ធអនុសាសជនដែលគាត់បានចុះបញ្ជីអាករឡើងថែមសាមញ្ញប៉ុណ្ណោះបាទអញ្ចឹងអ្នកជាប់ពន្ធអនុសាសជនដែលចុះបញ្ជីអាករឡើងថែមសាមញ្ញនេះគឺគាត់មានកាតព្វកិច្ចចេញវិក័យប័ត្រស្របតាមបទបញ្ញត្តិនេះណាអញ្ចឹងទី1នេះគឺពាក់ព័ន្ធទៅនឹងប្រតិបត្តិការ B2C ណាអញ្ចឹងប្រតិបត្តិការ B2C អ្នកជាប់ពន្ធអនុសាសជនគាត់ត្រូវមានកាតព្វកិច្ចចេញវិក័យប័ត្រដែលមាននីតិដូចខាងក្រោមបាទទី1ហ្នឹងគឺមានឈ្មោះសហគ្រាសនិងលេខតាក់នឹងកម្មសារពើពន្ធរបស់គាត់ណាដែលបានចុះបញ្ជីអាករឡើងថែមសាមញ្ញទី2នេះលេខវិក័យប័ត្រណាការបោះឆែកចេញវិក័យប័ត្រសាយដ្ឋានកម្ពុជានិងអ៊ីមែលអតិថិជនទី5បញ្ជីរាយមុខទំនិញឬសេវា6ឯកតា7តម្លៃឯកតានិង8នេះតម្លៃសរុបរួមអាករបាទឬក៏គាត់អាចដាក់តម្លៃសរុបហើយដាក់អាករខាងក្រោមហ្នឹងក៏បានដែរបាទអានោះសម្រាប់ប្រតិបត្តិការ B2C ដែលឡែកចំពោះប្រតិបត្តិការ B2B វិញប្រតិបត្តិការ B2B អ្នកជាប់ពន្ធអនុសាសជនហ្នឹងគាត់ត្រូវចេញវិក័យប័ត្រដែលមាននីតិស្តៀងគ្នាទៅនឹង B2C ដែរខុសគ្នាត្រង់ថាចំណុចទី4ណាចំណុចទី4នេះគឺគាត់ត្រូវមានឈ្មោះសហគ្រាសនិងលេខអត្តសញ្ញាណកម្មសារពើពន្ធរបស់អតិថិជនបាទអញ្ចឹងគាត់ត្រូវបំពេញឈ្មោះសហគ្រាសដែលជាអ្នកទិញហ្នឹងហើយនឹងលេខទីនរបស់អ្នកទិញផងដែរបាទអញ្ចឹងនីតិទាំងអស់ហ្នឹងមានដូចគ្នាទេប៉ុន្តែខុសគ្នាត្រង់ថាចំណុចទី4ហ្នឹងនិងចំណុចទី9តម្លៃសរុបមិនរួមអាករបាទអញ្ចឹងយើងចូលមកដល់ចំណុចទី10ណាចំណុចទី10នេះមធ្យោបាយទូទាត់ប្រាក់ពន្ធរបស់អ្នកជាប់ពន្ធអនុសាសជនបាទអញ្ចឹងអ្នកជាប់ពន្ធអនុសាសជនហ្នឹងគាត់មានមធ្យោបាយក្នុងការបង់ប្រាក់ហ្នឹងតាម3វិធីសាស្ត្រណាបាទវិធីសាស្ត្រទី1នេះគឺគាត់អាចទូទាត់បង់ប្រាក់នៅធនាគារក្នុងស្រុកដែលជាដៃគូរបស់កញ្ញាធម្មពន្ធដោយផ្ទាល់ជាសាច់ប្រាក់ឬតាម online e-payment បាទសម្រាប់ការទូទាត់នៅក្នុងប្រទេសបាទអញ្ចឹងចំណុចទី1នេះគឺគាត់អាចប្រើប្រាស់ភ្នាក់ងារសេវាកម្មពន្ធដារឬក៏អ្នកតំណាងរបស់គាត់ធ្វើការជួយបង់ណាជួយសម្រាប់រស់ក្នុងការបង់ចំណុចទី2ណាចំណុចទី2គឺអ្នកជាប់ពន្ធអនុសាសជនហ្នឹងគាត់អាចប្រើប្រាស់កាតឥណទានឬកាតឥណពន្ធណា credit card ឬ debit card ណាគាត់អាចប្រើប្រាស់ Visa card ឬ Master card អីចឹងទៅបាទដែលជា credit card ឬ debit card ហ្នឹងដើម្បីធ្វើការបង់ប្រាក់ពន្ធជូនរដ្ឋបាលសាស្ត្រពន្ធនៅកម្ពុជាបានផងដែរអញ្ចឹងចំណុចទី2នេះទីសាស្ត្រទី2នេះគឺគាត់គឺយើងបានដាក់បញ្ចូលនៅក្នុងប្រព័ន្ធណា e-commerce tax system អញ្ចឹងគាត់អាចប្រើប្រាស់ការបង់ប្រាក់ពន្ធតាមរយៈ credit card debit card នេះនៅក្នុងប្រព័ន្ធ e-commerce tax system បានបាទដោយឡែកវិធីសាស្ត្រទី3ណាវិធីសាស្ត្រទី3គឺគាត់អាចផ្ទេរប្រាក់ដែលត្រូវបង់ហ្នឹងពីបរទេសណាពីគណនីបរទេសរបស់គាត់មកកាន់គណនីរបស់កញ្ញាធម្មពន្ធដារតាមរយៈធនាគារក្នុងស្រុកដែលជាដៃគូរបស់កញ្ញាធម្មពន្ធដារបានអញ្ចឹងចំណុចទី3នេះគឺគាត់អាចផ្ទេរប្រាក់ direct ណាពីខាងក្រៅមកដែលយើងហៅថា ITT ហ្នឹងគាត់អាចផ្ទេរពីខាងក្រៅហ្នឹងបង់ចូលគណនីកញ្ញាធម្មពន្ធដារផ្ទាល់តែម្ដងបានបាទអញ្ចឹងរាល់បន្ទុកចំណាយណាបន្ទុកចំណាយផ្សេងៗដែលកើតឡើងពាក់ព័ន្ធទៅនឹងការផ្ទេរប្រាក់គឺជាបន្ទុករបស់អ្នកជាប់ពន្ធអនុសាសជនអញ្ចឹងចំណុចទី11នេះអត្រាប្តូរប្រាក់អញ្ចឹងអត្រាប្តូរប្រាក់សម្រាប់គណនាទឹកប្រាក់អតបនេះគឺទាំងអ្នកជាប់ពន្ធអនុសាសជនក៏ដូចជាអ្នកជាប់ពន្ធតាមបបស្រាយកាសគាត់ត្រូវប្រើប្រាស់ណាអត្រាប្តូរប្រាក់ដែលចេញដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃធ្វើការចុងក្រោយនៃខែដែលបានគ្រប់គ្រងណាអញ្ចឹងអ្នកជាប់ពន្ធអនុសាសជនក៏ដោយអ្នកជាប់ពន្ធតាមបបស្រាយកាសក៏ដោយគឺប្រើប្រាស់អត្រាប្តូរប្រាក់តែមួយណាដូចគ្នាតែមួយទេបាទចំណុចទី12ណា12ការអនុគ្រោះកាតព្វកិច្ចពន្ធអាករបាទអញ្ចឹងអ្នកជាប់ពន្ធអនុសាសជនគាត់បានរួចផុតណាពីកាតព្វកិច្ច
băng pôn bật tầng đấy bản chẳng ban đây thay lại cho pôn nó sẽ chôn đấy con mình miễn ca băng pôn bật tầng được tỉ đấy từ ban lược lệnh và nó cứ ao rồi phật bị ca băng pôn bật tầng để lấy trong pôn lại cho pôn tối bình đấy để cho pôn tối cứ từ ban là cứ phong đá từ lứa cái tập kích o tọ bó tam vô được cá đi bờ trái không dạ p làm chăn trên này trong pôn tốt đây có trồng chi sọp tam cho bắp và đây pi pôn đá cứ có từ bán ăn cua ở rồi poppy tập kích thời đi bờ trái ní không dạ p làm chăn bà nhưng cho một đo trong một tí đọc bầy đấy trong một tí đọc bầy ní bẹ pon từ nâng mình đấng tàu ba nâng ca mình chụp ở chỉ cầm và không cả này đây lại cho pôn anh được sản chun còn mình vô prom nâng ca sầm lại bảo rọt bà sạp với pôn và còn ai đã bị đấng tàu ba máu can là cái gì tham pôn đá bán đây lại trong pôn cam mình chụp chỉ cầm và không cả này lại cho pôn nó sản chun mà còn miên mầm non đấy mình chụp cam cái công tụi này thò xóa đi thò và quạt đằng sông được không cam chia tại mà đón cứ quạt thời tu to đấy đấy nơi bạ có đâyผมto màn bằng bạn đây là bạ có lại còn bàn khởi lệnhผมto màn bóng bốn ca sna sống lục ca chồng chi có lại thêm sắm ảnh nhưng còn bằng lại hói còn ai đã biết sna sống lục cho ca chồng chi có lại thêm sắm ảnh đời tôi thuê lịch khất đấy sna sống mà cái như tham pôn đá không giả p đọc làm thấy cái bị ca mình chụp ca cột cung và còn nó chỉ staple chứ chúng nói tí đập buồn đấy chúng nói tí đập buồn đấy bẹ pon từ nâng tổ toàn ấy đang nè cho pôn anh được sẽ trốn nâng nè cho pôn ta bỏ sỏi với cả đấy đây còn mình ban lại lịch khất cả mình ban bằng bạ cò chưa nọt bà sạp pôn toàn về lía cứ thời từ tua rong từ toàn đôi kia đấy ban này thay từ tua rong từ toàn đôi miền chay nên không cho bắp nó bắp nhát xây pôn đá chỉ thòn miền ở trong pôn này trong pôn nó sẽ trốn cả đôi kia này còn cả này còn bán mò trồng trì đấy rồi còn bán thợ bạch bàn phiệp bàn đại lịch khất cái nó có thời từ tua rong từ toán đôi kia từ nó nè cho pôn nó không sọc từ từ phòng này mà chứ chúng nói trong cào mà chúng nói trong cào này cứ cả này sặc sà mà chứ chúng mình ti ho bẹ pon từ cả này sặc sà này xả kia ăn thì đấy chỉ nè cho pôn ta bỏ sợi cả ban tính cloud storage đấy vì công hồn Google đại miền đầm lấy không cậy bắt một pon là vàสำหรับปราบกันไลน์ตกตื่นในเนี่ย cloud storage นี้สำหรับใครมีตัวหน้าชนะปีปอนมาไปปรามจังตาสาคีอันที่นี่ก่อนมีกระตับเก็บกระปนประจำใครมีตัวหน้าชนะปีปอนไปปรามนี้โดยเด็กเนี่ยแบบไหนจังยังเมื่อสมัครการได้เคยทาปรับบัตรการนี้เชี่ยปรับบัตรการบีถูกบีเนี่ยvàจังยังเมื่อtớiเคยทาการติง cloud storage นี้คือเชี่ยxe quá đi thò và đi thò lại bán cột cống đòi lại cho pôn ăn sải chun và chẳng phải tam và cam càng lừa nắng lại bọc bạc can đi chỉ bọc bạc can bị thủ bí chẳng xả khi ăn thì ấy chỉ nẹt từ tua vận tục nông cá và cá nông băng đã có tam bị thi cái cò chùm đùa và chẳng cá đại lịch khắp cá nông băng đã co bỏ xả khi ăn thì ấy cứ thời thua lớn đòi phải từ lơ mù than một pon ở lá con nâng 4,000 riel แต่ไปแต่เลยอัตราโปรประจำขายในขนมขายมีตัวนานั้นสมาร์นั้น4 เรียลบ่าจังโดยเฉพาะก็หลายแทมตามที่เกิดก่อจุดโน้ตได้กรมพลอันที่ตระบังนั้นคือสมาร์นั้นใช้10,000 เรียลบ่าจังกรมพลอันที่นี่ก็ตระบังก็หลายแทมจุดโน้ตใช้10,000 เรียลจูนรถบัสสายปุ่นhayก็หลายแทมแต่ก็บานบองนี่หนึ่งตระบานอันญาติchỉอันที่นก็เลยที่โจวิ่งบองไหนบ่าจังบอลบางhai và nhóm đấy chọn tại phần đấy sông mình chọn từ lừa cà thôi bọt bằng hai bẹ pon từ nâng cà là quạt còn làm thêm cho buộc bọt bạc cam để cam tam pon là cái ní đây nâng sông chun po đỏ sạc cam tầng ở chuột chay nâng không cà sặc xá nâng từ tua ban lật phật on ở pe bờ lòn mà sông mặc cồn